ស្រៈខ្លីចំនួន7នៅក្នុងភាសាអង់គ្លេសសំខាន់ដែលអ្នករៀនភាសាអង់គ្លេសត្រូវតែដឹងត្រូវតែស្គាល់តោះមកមើលមេរៀនពេញមានទាំងឧទាហរណ៍ជាមួយខ្ញុំទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel គេងរៀន English នៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនមករៀនពីស្រៈខ្លីចំនួន7នៅក្នុងភាសាអង់គ្លេសដែលស្រៈខ្លីចំនួន7ហ្នឹងគឺនៅក្នុង monophthonges ចឹងនៅក្នុង monophthonges ហ្នឹងគឺវាមានស្រៈខ្លី7ហើយស្រៈវែងចំនួន5នៅក្នុង diphthonges មានស្រៈរួមមានន័យថាស្រៈ2បូកបញ្ចូលគ្នាទៅចេញជាសំឡេងមួយទៀតអាហ្នឹងមានស្រៈចំនួន8ទៀតយើងនៅមានវីដេអូក្រោយមេរៀនក្រោយនៅក្នុងមេរៀននេះខ្ញុំផ្ដោតបងប្អូនតែស្រៈខ្លីចំនួន7យ៉ាងនេះទេនេះ7យ៉ាងនេះឥឡូវយើងចូលមេរៀនរបស់យើងកុំឲ្យយូរតោះ The 7 short vowel sounds in English សំឡេងទី1ស្រៈទី1ដែលខ្ញុំឲ្យបងប្អូនស្គាល់នេះគឺស្រៈនេះខ្ញុំសរសេរនេះប្រហែលជាបងប្អូនរៀងពិបាកតិចដោយសារខ្ញុំសរសេរអត់ស្អាតទេអញ្ចឹងសំឡេងនេះគឺសំឡេងសំឡេងនេះខ្ញុំសរសេរអក្សរខ្មែរជូនបងប្អូនឲ្យស្រួលចំណាំស្តៀងអាដែរប៉ុន្តែវាមិនមែនជាអាទេសំឡេងវាខ្លីជាងអាសំឡេងអញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យអក្សរ F នេះគឺមានសំឡេងfat hard cat heart mad អញ្ចឹងគឺមានសំឡេងគឺកន្លែង A នេះគឺមានសំឡេងអញ្ចឹងឥឡូវមកមើលសំឡេងទី2ដែលខ្ញុំបង្ហាញបងប្អូននេះអានេះគឺជា sing ក្នុងភាសាអង់គ្លេសតែម្ដងស្រៈនឹងគឺសំខាន់ណាស់បងប្អូនយើងមើលនៅក្នុង dictionary យើងឃើញស្រៈនឹងយើងស្គាល់ស្រៈនឹងទាំងអស់ហ្នឹងគឺអានត្រូវហ្មងទោះបីជាពាក្យច្បុកច្បល់ឬមួយក៏មានស្រៈច្រើនប៉ុណ្ណាក៏ដោយឲ្យតែមានអានេះគឺយើងចាំអានឹងអស់យើងអានដឹងតែត្រូវហ្មងអញ្ចឹងឥឡូវមកមើលអាមួយនេះគេហៅថានេះដែលខ្ញុំសរសេរអក្សរខ្មែរជូនបងប្អូនអាចអនុវត្តតាមខ្ញុំបានដើម្បីធ្វើឲ្យការបញ្ចេញសំឡេងរបស់យើងវាឈានទៅរកត្រឹមត្រូវទាំងអស់គ្នាសំឡេងអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យអានេះmet get set let bed អាចអនុវត្តតាមខ្ញុំបានបងប្អូនអញ្ចឹងអានេះគឺមានសំឡេង S ចូលមកមួយទៀតសំឡេងទី3ស្រៈទី3គឺស្រៈស្រៈដូចយើងថាយមួយបែបហ្នឹងប៉ុន្តែវាអត់វែងទេសំឡេងហ្នឹងគឺខ្លីទេអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ on hot box pop frog អញ្ចឹងគឺមានសំឡេងអានឹងក៏មានសំឡេងអូកន្លែងហ្នឹងអូមានសំឡេងអញ្ចឹងមកមើលនេះអានេះស្រៈនេះគឺគេហៅថាស្រៈនេះត្រីស័ព្ទស្រៈអានេះខ្ញុំសរសេរចំណាំខ្លួនឯងទេអញ្ចឹងស្រៈអញ្ចឹងស្រៈវាមានសំឡេងអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ the could good should អញ្ចឹងគឺមានសំឡេងកន្លែងហ្នឹង
ស្រៈនេះស្រៈមួយនេះគឺគេហៅថាស្រៈអ៊ីអ៊ីស្រៈខ្លីអ៊ីអ៊ីអស្រៈអេនិងសហ្នឹងអ៊ី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 មិនអ៊ីណាបងប្អូនខុសគ្នាពីរហ្នឹងអ៊ីសំឡេងវែងអ៊ីសំឡេងខ្លីអានេះគឺស្រៈអ៊ីអញ្ចឹងមកមើលឧទាហរណ៍នៅក្នុងពាក្យ hit hit bid bid did did fit fit sit sit អញ្ចឹងឃើញទេស្រៈអ៊ីហ្នឹងមានន័យថា I នេះគឺវាមានន័យថាវានៅកណ្ដាលនៃពាក្យបញ្ចប់ដោយ consonant ឬមួយក៏នៅចុងពាក្យបញ្ចប់ដោយ consonant គឺវាមានសំឡេងអ៊ីហើយកន្លែងហ្នឹងបងប្អូនឥឡូវមកមើលទាំងអស់គ្នានេះមើលស្រៈនេះមួយទៀតស្រៈនេះគឺវាបែបហ្នឹងបងប្អូនដូចអក្សរ A អញ្ចឹងគាត់ថាវាអត់វះពោះអញ្ចឹងស្រៈនេះគេហៅថាស្រៈអះវាស្តៀងមួយអានេះដែរគាត់ថានេះវារៀងងើយទៅលើបន្តិចខ្ញុំពិបាកបញ្យល់បងប្អូនដែរវារៀងសំឡេងអះសំឡេងដូចឆ្វាសោនផងអញ្ចឹងណាតែវាមិនមែនជាសំឡេងឆ្វាសោនទេអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ but gun sun butter cuppat អញ្ចឹងគឺមានសំឡេងខ្លីឥឡូវមកមើលសំឡេងចុងក្រោយសំឡេងទី7សំឡេងកូនពៅនេះគឺសំឡេងពិបាកជាងគេតែម្ដងនៅក្នុងភាសាអង់គ្លេសរឿងពិបាកសំឡេងនេះគឺសាក់សម្គាល់របស់វាគឺស្រៈបែបហ្នឹងគឺសំឡេងសំឡេងឆ្វាសោនអាចធ្វើតាមខ្ញុំបានអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យណាabout ago away អញ្ចឹងសំឡេងទី7នៅក្នុងវីដេអូនេះគឺត្រូវបានបញ្ចប់ហើយអ្វីដែលខ្ញុំចង់ឲ្យបងប្អូនចំណាំនៅក្នុងវីដេអូនេះគឺនេះស្រៈទាំង7យ៉ាងនេះនៅក្នុងវីដេអូនេះខ្ញុំបង្ហាញ7យ៉ាងវីដេអូក្រោយខ្ញុំបង្ហាញស្រៈវែង5យ៉ាងហើយវីដេអូក្រោយមួយទៀតបង្ហាញស្រៈរួមគ្នា8ទៀតអញ្ចឹងបងប្អូនសូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីពីខ្ញុំតិចនិចងាយចាំងាយយល់អ្វីដែលខ្ញុំចេះខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាអត់លាក់ទេអរគុណច្រើនបងប្អូន